បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើការមកបញ្ចូលកូដដែលលោកគ្រូបានដាក់ឲ្យដែលមានមួយ command line ដែលភ្ជាប់ជាមួយនឹង operator ជាច្រើនបញ្ចូលគ្នាដែលមានដូចជាឆ្នប់ or ឆ្នប់ and ហើយនឹងគ្នាបជាមួយនឹង /e/n ឥឡូវខ្ញុំបញ្ចូលជាដំបូងតែម្ដងទៅដែលយើងដែលលោកគ្រូសរសេរ echo ហើយមាន command RAM HDD IP និង T នេះវាជា command ដែលធម្មតាទេតែសំខាន់គឺនៅត្រង់ /e នេះដែលយើងប្រើសម្រាប់ភ្ជាប់ជាមួយនឹង /n ឬក៏ /t អីផ្សេងហើយបន្ទាប់មកគឺយើងប្រើ read នេះគឺយើងប្រើសម្រាប់ read command ដែលគេបញ្ចូលពី user ដែលបញ្ចូលពី keyboard ដែលវាយកមកប្រៀបធៀបជាមួយនឹងលក្ខខណ្ឌនៅខាងក្នុងនេះឥឡូវយើងបញ្ចូលជាមួយនឹងគ្នាបនេះយើងប្រើសម្រាប់ប្រៀបធៀបតម្លៃមានន័យថាដល់ពេលដែល user បញ្ចូល CM នឹងជា HDD វានឹងយក HDD នេះមកប្រៀបធៀបជាមួយនឹងតម្លៃដែលមាន HDD នៅខាងក្នុងហើយបន្ទាប់មកវានឹង run ជាមួយនឹង command df.h ដែលករណីនេះយើងប្រើឆ្នប់នឹងឬក៏ឆ្នប់ n ហ្នឹងដែលករណីទី1ពិតនិងករណីទី2ពិតទៅវា run ទាំងពីរហើយបន្ទាប់មកបើសិនជាករណីហ្នឹងវាអត់ចូលទេ user អត់បញ្ចូល HDD ទេវានឹងចូលមកក្នុងករណីទី2ដែលយើងប្រើជាមួយនឹងឆ្នប់ or ដែលឆ្នប់ or នេះបើសិនជាករណីទី1អត់ពិតវានឹងឆ្លាស់មកចូលករណីទី2ហើយករណីទី2នេះបើសិនជា user បញ្ចូលនឹងឈ្មោះ RAM ចូល RAM ហើយវានឹងយកតម្លៃនឹងប្រៀបធៀបបើសិនជាវាពិតវានឹង run នៅ command free.h នេះហើយបន្ទាប់មកបើសិនជាករណីទី2នៅអត់ពិតទៀតវានឹងចូលមកករណីទី3ហើយដូចតែគ្នាដែរមិនទេវាយកតម្លៃវាប្រៀបធៀបហើយបើសិនជាពិតវានឹងបង្ហាញ name បើសិនជាវាបញ្ចូលទាំងអស់ហ្នឹងមិនពិតទេវានឹងចូលដល់ករណីចុងក្រោយដែលករណីចុងក្រោយនេះគឺជា command not found បើសិនជាករណីទាំងអស់ហ្នឹង user បានបញ្ចូលជាមួយនឹង HDD RAM IP និង TT ទេវានឹងចូលដល់ command not found ដោយសារតែករណីហ្នឹងវាអត់ពិតទាំងអស់តែឥឡូវខ្ញុំ run test ឲ្យលោកគ្រូមើលតែម្ដងឥឡូវនេះយើងធ្វើការបញ្ចូលជាមួយនឹង HDD ដល់ពេលដែលយើងបញ្ចូល HDD មកវានឹងពិតចូលដល់ករណីទី1វាពិតបើសិនជាករណីទី1នឹងពិតវានឹងបង្ហាញទៅនៅព័ត៌មាន RAM hard disk ព័ត៌មាន HDD របស់យើងតែមានជាច្រើននេះហើយទៅមកបើសិនជាករណីដែលវាមិនពិតដូចជាយើងវាយ HDD បើយើងវាយជាមួយនឹង RAM ចឹងចុះបើសិនជាវាអត់ពិតវានឹងបង្ហាញថា command not found RAM វានឹងចាប់យកតម្លៃដែលយើងវាចូលហើយវាភ្ជាប់ជាមួយនឹង command not found ដែលសញ្ញាដុល្លារនេះយើងប្រើសម្រាប់ភ្ជាប់បាទលោកគ្រូឥឡូវមានតែប៉ុណ្្នឹងទេបាទ